ជួមរៀបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្មារឿងរបស់ខ្ញុំបាទនូរីនៅថ្ងៃនេះដែរយើងនឹងមកបន្តភាគទី58បន្តទៀតដោយគ្រាន់តែចាប់ដើមនៃសាច់រឿងភ្លាមយើងក៏បានឃើញឆានីកំពុងតែធ្វើការយុទ្ធសាស្ត្ររបស់គ្នាជាមួយនឹងអមតៈដោលីពូហ្វៃគ្រាន់តែចំហាយនៃចេតនាដើមរបស់ពួកគេអាចធ្វើឲ្យនៅទីកន្លែងនោះមានការខូចខាតម៉ៃអឺក៏បាននិយាយឡើងថាលោកមេប៉ាគឺបរិយាពេលតែកន្លះឆ្នាំតែប៉ុណ្ណោះបានឆ្លងផុតដំណាក់កាលនៃជីវិតរមែងស្លាប់តែคล้ายទៅជាអមតៈដោលដែលធ្វើឲ្យព្រឹទ្ធាចារ្យឈីសៀវឡើងឆ្លក់តែថាតើគេពិតជាមនុស្សដែរទេបើលីពូហ្វៃវិញបានប្រើនៅក្បាច់គុណរបស់គេជាច្រើនស្នៀតកាប់ឆ្វេងផងស្ដាំផងក៏ប៉ុន្តែនៅតែមិនអាចវាចំឆនិចបាននាទី1មានឈ្មោះថាធានស៊ូទី2ធានសៀនទី3ធានជីទី4ធានឈៀនទី5ជីហឹងទី6ខាយយ៉ាងទី7យ៉ាវកងនៅក្នុងសមុទ្រវិញ្ញាណរបស់ឆានីនេះវិញយើងក៏បានឃើញយ៉ាងឆេកំពុងតែធ្វើការស្រាវជ្រាវនិងទទួលបាននូវព័ត៌មានដ៏សំខាន់មួយបន្ទាប់ពីបន្លំខ្លួនចូលទៅខាងក្នុងប្រព័ន្ធចំនួន300,000លានដងប្រសិនបើប្រព័ន្ធសត្រូវចង់លុបបំបាត់ឆានីគឺមានផ្លូវតែមួយគត់គឺត្រូវតែបំផ្លាញព្រលឹងរបស់ឆានីជាហេតុដែលធ្វើឲ្យឆានីបានធ្វើការសាកល្បងប្រយុទ្ធគ្នាជាមួយនឹងលីពូហ្វៃដើម្បីធ្វើឲ្យព្រលឹងរបស់គេកាន់តែមានភាពរឹងមាំក្រឡេកមកមើលនៅខាងក្រៅនេះវិញលីពូហ្វៃក៏បានថាទោះបីជាចលនាទាំង7របស់គេបានបញ្ចប់ក៏ដោយក៏ប៉ុន្តែវាគឺមិនទាន់បានបញ្ចប់នៅត្រឹមតែប៉ុណ្ណឹងនោះទេរួចក៏បានចងអរដៃទៅលើមេឃបង្កើតបានទៅជាលំហបញ្ចេញដាវរាប់ពាន់ដងបញ្ជាឲ្យទៅបើកការវាបហាទៅកាន់ឆានីចំណែកឆានីយើងវិញគ្រាន់តែញញឹមរួចក៏បង្កើតនៅដាវធម្មពលមួយយ៉ាងធំយកមកការពារអំពីការវាបហារបស់លីពូហ្វៃរួចក៏បានជូននៅកំណាព្យមួយទៅដល់គេសាលមួយពោពេញទៅដោយផ្កាតាក់ទាញភ្ញៀវចំនួន3000នាក់ដាវមួយអាចធ្វើឲ្យខេត្តទាំង4មានភាពចលាចលដែលធ្វើឲ្យព្រឹទ្ធាចារ្យឈីសៀវអង្គុយលេងជាប់ហើយឆានីក៏បានបញ្ជាដាវនោះវាបហាទៅកាន់លីពូហ្វៃដែលបង្កឲ្យមានការទុះនៅធម្មពលយ៉ាងខ្លាំងក្លាផ្សាយភាយនៅចំហាយធម្មពលតាក់ទាញនៅបុរស2នាក់បន្ទាប់ពីការប្រយុទ្ធគ្នាបានបញ្ចប់មេអឺក៏បានយកតែទៅឲ្យឆានីដោយសារតែលោកមេប៉ាគឺទើបតែធ្វើការប្រយុទ្ធគ្នារួចដូច្នេះហើយប្រកាសជាអស់កម្លាំងចាក់ជាមិនខានបើយើងក៏លេចមើលទៅកាន់ពេញតែនោះវិញបែរជាឃើញនៅស្នាមមាត់របស់មេអឺនេះចង់ថើបកូនកំឡោះគេដោយប្រយោលហ្មងនេះក៏ប៉ុន្តែផែនការរបស់នាងក៏ត្រូវបានបំផ្លាញមួយរំពេញដោយសារតែកញ្ញាឆាងយូក៏បានថាពេញតែរបស់នាងគឺមិនស័ក្តិសមជាមួយនឹងលោកមេប៉ានោះទេដូច្នេះហើយលោកមេប៉ាគឺស័ក្តិសមជាមួយនឹងពេញតែរបស់នាងចំណែកមេអឺវិញគឺមិនទាន់បានបោះបង់ចោលនោះទេក៏បានទៅយកនៅនំដែលនាងខាំរួចទៅឲ្យឆានីក៏ប៉ុន្តែក៏ត្រូវបានកញ្ញាឆាងយូមករៀបរៀងម្ដងទៀតព្រមទាំងបាននិយាយថាវាគឺមិនស័ក្តិសមជាមួយនឹងលោកមេប៉ាឥឡូវនេះនោះទេដូច្នេះហើយនំនេះគួរតែប្រគល់ទៅឲ្យព្រឹទ្ធាចារ្យឈីសៀវជំនួសវិញចំណែកឆានីរបស់យើងវិញបែរជាទៅធ្វើការសុំទោសទៅកាន់ព្រឹទ្ធាចារ្យឈីសៀវដោយសារតែគេមិនបានគ្រប់គ្រងនៅកម្លាំងរបស់គេបានល្អក្នុងកំឡុងពេលប្រកួតគាត់ក៏បានថាការហ្វឹកហាត់ណារបស់គាត់ពេញមួយជីវិតនេះអាចធ្វើជាសាក្សីនៃការប្រកួតដ៏អស្ចារ្យបែបនេះគួរតែជាឱកាសដ៏រីករាយរបស់គាត់ដល់នេះគឺគ្រាន់តែជាវិមានរបស់ដាវបរិសុទ្ធតែប៉ុណ្ណោះដល់រ៉ាប់ណាឲ្យតែព្រះពលានៃដាវរបស់គាត់មិនមានការខូចខាតគ្រាន់តែនិយាយចប់ភ្លាមទីកន្លែងនោះក៏តិចខ្ទីមួយបំពេចគាត់ក៏បានធ្វើការនិយាយបន្តទៀតថាបណ្ណាល័យរបស់គាត់រឿងមកមិនគួរឲ្យជឿដោយគាត់គឺមិនទាន់បាននឹងនិយាយចប់ផងទីកន្លែងនេះក៏បានតិចខ្ទីមួយទៀតធ្វើឲ្យព្រឹទ្ធាចារ្យឈីសៀវគឺសើចទាំងបង្ខំចង់យំក៏យំមិនចេញដែរបន្តិចក្រោយមកព្រឹទ្ធាចារ្យទី4ក៏បានយកនៅផែនទីដែលឆានីចង់បានបកគោទៅឲ្យគេដោយផែនទីនេះគឺដូចជា map ដែលនៅក្នុងទូរស័ព្ទរបស់យើងចឹងចង់ធ្វើការអូសទៅណាក៏បានពង្រីកពង្រួមអីគឺសាច់តែចិត្តទិសខាងលិចដែលឆ្ងាយជាងគេនៅគ្រប់ទីកន្លែងមានមនុស្សភ្នែកពណ៌ខៀវហើយសក់វែងជាមនុស្សព្រៃផ្សៃដែលស៊ីសាច់ឆៅនិងផឹកឈាមមិនបានសិក្សាដែលធ្វើឲ្យពួកគេមិនអាចបែងចែករវាងល្អនិងអាក្រក់ដល់នៅទីកន្លែងនោះគឺมันមានអ្វីដែលគួរឲ្យទៅមើលនោះទេហើយចំណែកឯនៅចុងបូព៌ាវិញគឺមានសមុទ្រយ៉ាងស្រស់ស្អាតក៏ប៉ុន្តែកោះតូចៗមួយចំនួនដែលនៅក្បែរនោះគឺពោពេញទៅដោយស្វាជាច្រើនដែលធ្វើឲ្យមានសម្លេងរំខានគ្រប់ប្រភេទចំណែកនៅទិសខាងលិច30ម៉ាយល៍ពីទីកន្លែងនេះគឺមាននៅបឹងមួយដ៏ស្រស់ស្អាតដល់លើបែបនេះឆានីក៏បានចាក់ចេញពីទីកន្លែងនេះដើម្បីទៅទីកន្លែងនោះដើម្បីដើរលេងបន្ធូរអារម្មណ៍បន្ទាប់ពីបានមកដល់ហើយយើងក៏បានឃើញអ្នកទាំងពីរកំពុងតែធ្វើការស្ទូចត្រីចំណែកឯនារីទាំង3នាក់នេះវិញកំពុងតែបញ្ចេញនៅស្នាដៃចំអិននំម្ហូបក៏ប៉ុន្តែយើងគ្រាន់តែមើលទឹកមុខរបស់ UE បន្ទាប់ពីបានភ្លួនៅត្រីនេះរួចគឺយើងដឹងហើយថាវាគឺមានរសជាតិបែបម៉េចដែលធ្វើឲ្យមេអឺហ្នឹងក៏បានស្ដីទៅឲ្យ UE ថាតើនាងគឺមិនចេះភ្លួននំម្ហូបទេរួចក៏បានចាំនៅសាច់ត្រីទៅឲ្យកញ្ញាឆាងយូវិញម្ដងដែលធ្វើឲ្យអ្នកទាំងពីរគឺដេញគ្នាពីពេញហ្នឹងទៅហើយបើឆានីវិញកំពុងតែឈរមើលនៅ
ទេសភាពរួចក៏បានតែងនៅកំណាំមួយឃ្លាដើម្បីប្រៀបធៀបបឹងខាងលិចជាមួយនឹងសម្រស់មួយដែលគួរឲ្យស្រឡាញ់និងបែបស្រឡូនធ្វើឲ្យព្រឹទ្ធាចារ្យលីនសៀវធានដែលនៅទីកន្លែងនោះគិតថាឆានីរបស់យើងគឺនិយាយសំដៅទៅកាន់អ្នកទាំងពីរដោយប្រៀបធៀបឆាងយូគឺគួរឲ្យស្រឡាញ់ចំណែកឯម៉ៃអឺវិញគឺសស្អាតនិងមានរាងកាយដ៏ស្រឡូនហើយក៏បានគិតនៅក្នុងចិត្តតែម្នាក់ឯងថាលោកមេប៉ាគឺពិតជាមានរសនិយមមែនរួចក៏ពាន់ក៏បានធ្វើការអបអរសាទរដែលឆានីបានធ្វើការស្វែងរកនៅដាវដែលបានបាក់បែកបានដ៏ជោគជ័យហើយការវាតម្លៃនៅកម្រិត S ទទួលបានរង្វាន់ដែលទៅជាការដំឡើងនៅកម្រិត ហ្វឹកហាត់ឲ្យឈានទៅដល់កម្រិតទី3នៃអាណាចក្រឋានជួបឬក៏ជាអាណាចក្រទី4ដោយ admin គឺអត់សូវច្បាស់នោះទេថាវាគឺស្ថិតនៅក្នុងអាណាចក្រទី4ដោយសារតែអ្នកនិពន្ធនឹងគឺដាក់មកឡើងវល់ពេញហ្នឹងហើយតចូលទៅក្នុងសាច់រឿងរបស់យើងវិញនឹងទទួលបានរបស់របរដែលជាអភូតហេតុកើតឡើងដោយការខិតខំប្រឹងប្រែងដ៏អស្ចារ្យដែលធ្វើឲ្យអ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីកន្លែងនោះមានការភ្ញាក់ផ្អើលចំពោះទស្សនវិជ្ជាដែលបានកើតឡើងភ្លាមៗនៅចំពោះមុខគេជាខ្លាំងដែលឆានីអាចធ្វើការបំបែកនៅកម្រិតរបស់គេឡើង3កម្រិតនៅក្នុងពេលតែមួយហើយក្នុងរយៈពេលឆាប់នេះក៏ជាលោកមេប៉ាទទួលបាននៅងារជាអ្នកខ្លាំងបំផុតនៅក្នុងពិភពលោកនេះជាជាមិនខានដែលធ្វើឲ្យសមាជិកនៃប៉ាសេឡុងក៏បានធ្វើការលុតជង្គង់បត់សច្ចាថាចាប់ពីពេលនេះតទៅពួកគេទាំងអស់គ្នានឹងជួយលោកមេប៉ាដើម្បីធ្វើការគ្រប់គ្រងនៅពិភពលោកនេះដែលធ្វើឲ្យឆានីលន់មាត់ថាតើខ្លួនគេនឹងគឺបាននិយាយថាគ្រប់គ្រងពិភពលោកនេះតាំងពីពេលណាហើយភាគទី59បន្តទៀតចាប់ផ្ដើមនៃខ្សែរឿងមកយើងក៏បានឃើញពួកគេកំពុងតែធ្វើការត្រៀមជ្រើសរើសយកនៅចានមួយណាដែលមាននៅក្របឃ្លីពណ៌ក្រហមនៅខាងក្នុងនោះចាស់ឲ្យដកដៃអ្នកដែលអាចចាប់បាននឹងអាចធ្វើដំណើរជាមួយនឹងលោកមេប៉ាតែ2នាក់ដោយព្រឹទ្ធាចារ្យទី4លេងខូចគេអាងតែខ្លួនគាត់មាននៅភ្នែកដ៏ទេពភាពអាចមើលឃើញថានៅក្នុងចានណាដែលមាននៅឃ្លីពណ៌ក្រហមចំណែកហែនចុងវិញក៏មាននៅគម្រោងការឲ្យតែព្រឹទ្ធាចារ្យទី4ជ្រើសរើសយកនៅចានមួយណានោះខ្លួនគេនឹងដណ្ដើមយកវាបើឆាងយូវិញក៏មាននៅកំណត់មិនខំអំពីហែនចុងប៉ុន្មានដែរដល់រ៉ាំណាឲ្យតែគេទទួលបាននៅក្របឃ្លីពណ៌ក្រហមនោះនាងនឹងដណ្ដើមយកវាពីគេយូអ៊ីវិញមិនមាននៅកំណត់អ្វីក្រៅពីមេរៀនទី59របស់នាងត្រូវតែនៅពីខាងក្រោយដើម្បីមានឱកាសវាឆ្មក់រលែងមកមើលកញ្ញាមុខលុយយើងវិញគិតតែអំពីទុពាបើទោះបីជាអ្នកទាំង3មាននៅផែនការក៏ដូចជាជំនាញអ្វីក៏ដោយនៅចុងបញ្ចប់វានៅតែខ្លាយទៅជារបស់នាងគ្រាន់តែម៉ៃអឺនិយាយថាចាប់ផ្ដើមភ្លាមអ្នកទាំង4ក៏ធ្វើសកម្មភាពដោយយើងមិនទាន់ដឹងថានឹងមានរឿងអ្វីកើតឡើងផងគេក៏បានបង្ហាញអំពីឆានីងកំពុងតែជួយដំណើរទៅកាន់អមតៈដាវលីពវ័យនិងតាស្រាទោះបីជាការជួយដំណើរ10ម៉ាយក៏ដោយក៏ប៉ុន្តែវានៅតែជានិស្ស័យមានជួបមានបាយសង្ឃឹមថាពួកយើងនឹងបានជួបគ្នាម្ដងទៀតដោយអ្នកទាំងពីរគ្រាន់តែបានចេញផុតទៅភ្លាមក៏ស្រាប់តែនៅកន្លែងស្នាក់នៅរបស់គេមានការផ្ទុះមួយយ៉ាងខ្លាំងយើងគឺបានដឹងរួចមកហើយថាវាគឺកើតឡើងដោយសារតែបញ្ហាគេចំណែកឆានីវិញគាត់ថាវាគឺជាស្នាដៃរបស់សត្រូវបើអ្នកទាំង4នេះវិញក៏បានចំនៅខាងក្នុងដុំតកមួយយ៉ាងធំដោយសារតែកម្លាំងធម្មពលរបស់ UE សូម្បីតែនាងក៏ជាប់នៅខាងក្នុងនោះដែរចំណែកឃ្លីពណ៌ក្រហមក៏បានធ្លាក់ចូលទៅខាងក្នុងដៃរបស់កញ្ញាមកលុយដោយនាងក៏បានយកវាទៅឲ្យម៉ៃអឺហើយក៏បានប្រាប់ឲ្យព្រឹទ្ធាចារ្យគួរតែបំភ្លេចនៅរឿងដែលបានកើតឡើងនៅក្នុងសាលអនុវត្តច្បាប់បន្ទាប់ពីទទួលបានវាម៉ៃអឺក៏បានធ្វើការនិយាយឌឺទៅកាន់ពួកគេថាហាក់មើលទៅគឺមានតែនាងនោះទេដែលមានវាសនានៅជាមួយនឹងលោកមេប៉ាតែ2នាក់ហើយរំពេចនោះក៏ស្រាប់តែនាងបានដឹងថាលោកមេប៉ាក៏បានធ្វើដំណើរមកទីកន្លែងនេះបើឆានីងដែលបានគិតថាមានសត្រូវមកវាប្រហារពួកគេបានប្រុងប្រយ័ត្នជាខ្លាំងក៏ប៉ុន្តែវាគឺមិនដូចជាការបំពឹងទុករបស់ឆានីងតទៅសោះចំណែកអ្នកទាំង4ទាំង5នាក់នេះវិញសំដែងដូចជាមិនមានរឿងអ្វីកើតឡើងតទៅសោះដោយព្រឹទ្ធាចារ្យទី4ហ្នឹងបានយកលេខថាព្រឹត្តិការណ៍នេះទៅតែសរសេរចូលទៅខាងក្នុងសិភៅដើម្បីយកទៅចូលខាងក្នុងអាណាចក្រសម្ងាត់យើងគឺគ្រាន់តែមើលខ្ទមទៅគឺដឹងហើយថាវាគឺមានសភាពបែបម៉េចគឺខ្ទេចខ្ទីអស់ចំណែកហានចុងវិញកំពុងតែលើកបាឡាំងនេះ2005 2006 2007ចំណែកអីតា UE កំពុងតែអង្គុយរាប់ស្មើបើអ្នកទាំងពីរនេះវិញគឺយើងដឹងស្រាប់ហើយថាជួបមុខគ្នាកាលណាគឺមិនដែលត្រូវគ្នាទេរួចក៏សម្ដែងធ្វើដូចជាធម្មតាវិញបន្ទាប់ពីបានឃើញឆានីបានមកដល់ដោយម៉ៃអឺហ្នឹងក៏បានបញ្ញាប់យកលេសដោះសារថាមូលហេតុដែលបណ្ដាលឲ្យខ្ទមរបស់ពួកគេបានខ្ទេចខ្ទីដោយសារតែអន្តរីស្លាមាសឃើញអត់តាស្លូតគេធ្វើបាបចឹងអានតែគ្នាមិនចេះនិយាយទម្លាក់កំហុសវាបើកញ្ញាជាងឆេក៏បានសង្កេតឃើញថាពួកគេដូចជាមានរឿងអ្វីដែលបានលាក់បាំងឆើននេះក៏បានថាបើទោះបីជាពួកគេមានរឿងអ្វីដែលលាក់បាំងក៏ដោយក៏ប៉ុន្តែពួកគេទាំងអស់គ្នាទទួលបានការបណ្ដុះបណ្ដាលពីប៉ាសេឡុងដូច្នេះហើយឲ្យតែខ្លួនគេនៅទីកន្លែងនេះពួកគេទាំងអស់គ្នានឹងស្ដាប់បង្គាប់បន្ទាប់ពីឆានីបានធ្វើដំណើរយើងក៏បានឃើញថាគេ
កំពុងតែនៅតែពីរនាក់ជាមួយនឹងកញ្ញាមីអឺដោយនាងក៏បានត្អូញដែរថាចោលតាំងពីនាងបានឃើញថាឈើនេះរបស់យើងបានឡើងកាន់តំណែងជាមេបាក់មកគឺមិនដែលមានពេលសម្រាប់នោះទេដូច្នេះហើយនៅថ្ងៃនេះលោកមេបាក់គួរតែធ្វើការសម្រាប់មួយថ្ងៃក៏ប៉ុន្តែឈើនេះក៏បាននិយាយតិចៗថាខ្លួនគេគឺចង់សម្រាប់ទ្វេដងដែលធ្វើឲ្យមីអឺហ្នឹងគឺយកឡើងយល់ច្រឡំឲ្យថាឈើនេះរបស់យើងគឺចង់មានន័យថាចង់នៅជាមួយនឹងនាងតែពីរនាក់បែបប្តីប្រពន្ធទៅវិញក៏ប៉ុន្តែវាគឺខំពីការអំពើទុកទាំងស្រុងដោយឈើនេះគឺចង់សម្រាប់រយៈពេល2ថ្ងៃរួចក៏បានសួរយោបល់អំពីអ្នកទាំង4ដែលទើបតែធ្វើដំណើរមកពីខាងក្រោយដែលធ្វើមីអឺខឹងជាខ្លាំងដែលពួកគេបែរជាមកកាត់ចង្វាក់របស់នាងហើយរំពេចនោះក៏ស្រាប់តែបរិយាកាសដែលនៅជុំវិញខ្លួនរបស់ពួកគេមានការប្រែប្រួលបាញ់នៅកម្លាំងថមពលតែយ៉ាងខ្លាំងមកកាន់ពួកគេជាហេតុដែលធ្វើឲ្យឈើនេះក៏បានបញ្ចេញនៅយន្តថមពលរបស់គេមកការពារដោយនៅទីកន្លែងនេះគឺមាននៅច្បាប់ហាមឃាត់ដែលបង្កើតឡើងដោយអ្នកហ្វឹកហាត់អមតៈនៅលំហមួយផ្សេងទៀតដើម្បីការពារនៅតំបន់នេះរំពេចនោះក៏ស្រាប់តែមានការវាយប្រហារមួយផ្សេងទៀតនៅពីខាងក្រោយខ្នងរបស់ពួកគេជាហេតុដែលបណ្ដាលឲ្យអ្នកទាំងអស់គ្នាក៏ត្រូវបានខ្ចោះគួចនាំឈើនេះទៅដល់រូងភ្នំដែលជាកម្មសិទ្ធិរបស់អាវូដោយបន្តិចទៀតហ្នឹងគឺគេនឹងប្រាប់ឲ្យថាអាវូហ្នឹងគឺជាវិញ្ញាណគេខ្ចោះគួចអំបញ្ញមិញនេះដែលបណ្ដាលឲ្យពួកគេបានទៅកន្លែងផ្សេងគ្នាសូម្បីតែកញ្ញាជាងឆេក៏មិនអាចកំណត់ទីតាំងដែលពួកគេកំពុងតែនៅបាននោះដែរហើយក៏បានប្រាប់ឲ្យឈើនេះគឺគេមិនចាំបាច់ខ្វាយខ្វល់អំពីអ្នកទាំងអស់គ្នានោះទេដោយសារតែពួកគេម្នាក់ៗគឺសុទ្ធតែមានសមត្ថភាពឥឡូវនេះគេគួរតែដោះស្រាយបញ្ហានៅចំពោះមុខជាមុនសិនដោយយើងក៏បានឃើញក្មេងស្រីម្នាក់ដែលមានដំណើរដូចជាសត្វបានដើរចូលមករកឈើនេះចំណែកឈើនេះក៏បានយកឆ្អឹងដែលមាននៅទីកន្លែងនោះយកមកការពារខ្លួនដោយក្មេងស្រីម្នាក់ហ្នឹងក៏បានធ្វើការសម្រុកចូលមករកឈើនេះយ៉ាងលឿនក៏ប៉ុន្តែក៏ត្រូវបានឈើនេះគេចផុតបើទោះបីជាគេបានវាយប្រហារទៅកាន់ក្មេងស្រីម្នាក់នោះក៏ដោយក៏ប៉ុន្តែនាងអាចធ្វើការគេចផុតបានយ៉ាងងាយដោយមើលឃើញថាក្មេងស្រីម្នាក់ហ្នឹងបានសម្រុកចូលមកពីខាងក្រោយខ្នងរបស់ឈើនេះយ៉ាងលឿនជាហេតុដែលបណ្ដាលឲ្យកញ្ញាជាងឆេត្រៀមនឹងយកកំភ្លើងរបស់នាងបាញ់ទៅកាន់ក្មេងស្រីម្នាក់នោះទៅហើយក៏ប៉ុន្តែក៏ត្រូវបានឈើនេះហាមឃាត់ទាន់ដោយក្មេងស្រីម្នាក់ហ្នឹងគ្រាន់តែហក់មកហិតដល់របស់ឈើនេះតែប៉ុណ្ណោះរួចគេក៏ឲ្យកញ្ញាជាងឆេធ្វើការស្កេនទៅកាន់ក្មេងស្រីម្នាក់ហ្នឹងដោយក្មេងស្រីម្នាក់ហ្នឹងគឺគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះក៏ប៉ុន្តែខួរក្បាលរបស់ក្មេងស្រីម្នាក់នេះគឺមានលក្ខណៈបឋមឬក៏យើងហៅម្យ៉ាងទៀតថាជាមានលក្ខណៈខួរក្បាលបែបមនុស្សបុរាណរួចប្រព័ន្ធក៏បានបញ្ចេញនៅបេសកកម្មដែលតម្រូវឲ្យឈើនេះធ្វើយ៉ាងណាក៏ដោយឲ្យក្មេងស្រីម្នាក់ហ្នឹងជឿទុកចិត្តទៅកាន់គេដោយនាងគឺមានឈ្មោះថាអាវូដោយអាវូគឺមិនចេះនិយាយនោះទេដូច្នេះហើយធ្វើមិនទើបអាចឲ្យអាវូទុកចិត្តមកកាន់គេបានមើលទៅអាវូដូចជាយល់អំពីពាក្យសម្ដីរបស់ឈើនេះបានជាចូលទៅឲ្យឈើនេះអង្អែលក្បាលរួចបេសកកម្មដែលតម្រូវឲ្យអាវូទុកចិត្តមកកាន់គេក៏ទទួលបាននូវភាពជោគជ័យដោយឈើនេះហ្នឹងគឺអត់មានតបានធ្វើអីនោះទេក៏ប៉ុន្តែបេសកកម្មហ្នឹងគឺបានជោគជ័យទៅហើយទទួលបានរង្វាន់ដូចជាការដំឡើងកម្រិតហ្វឹកហាត់មួយកម្រិតចឹងឈើនេះឈានដល់កម្រិតទី4នៃអាណាចក្រឋានសួគ៌និងទទួលបាននូវបច្ចេកទេសនៃការព្យាបាលធម្មពលដ៏បរិសុទ្ធក៏ប៉ុន្តែហាក់មើលទៅបច្ចេកទេសនេះគេមិនមានឱកាសបានប្រើវានោះទេហើយក៏បាននិយាយថាអាវូហើយជាចាត់ទុកខ្លួនគេគឺជាម្ចាស់របស់នាងក៏ប៉ុន្តែដោយផ្អែកទៅលើការបោកប្រាស់របស់ប្រព័ន្ធអាវូគឺបាននិយាយថានាងគឺចង់ឲ្យឈើនេះនឹងធ្វើជាសត្វចិញ្ចឹមរបស់នាងធ្វើឲ្យឈើនេះឡើងកាំងបើយើងក៏លេងមកមើលលេងនេះវិញកំពុងតែដេកយល់សពតែម្នាក់ឯងឲ្យឈើនេះបកគោនៅនំមួយមុខទៀតមកឲ្យនាងនេះគឺមិនត្រឹមតែមុខលុយនោះទេថែមទាំងលំហូបទៀតចាប់ដល់ពីភាគទី60មកយើងក៏បានឃើញថាអាវូកំពុងតែបលែងលេងជាមួយនឹងសត្វវិញ្ញាណរបស់ឈើនេះដែលជាកូននាគចំណែកឈើនេះវិញមានការឆ្ងល់អំពីអត្តសញ្ញាណរបស់នាងជាខ្លាំងដោយមិនចង់ចំណាយពេលឥតប្រយោជន៍ច្រើនក្នុងការលេងជាមួយនឹងអាវូគេក៏បាននាំនាងទៅធ្វើការបរបាញ់សត្វបាទកូននាគនេះវិញស៊ីសុទ្ធតែជាយន្តធម្មពលអន្ទះបន្ទាប់ពីបានធ្វើដំណើរអស់មួយសន្ទុះគេក៏បានជួបប្រទះជាមួយនឹងពស់មហា3ហើយក៏បានសម្លាប់វាត្រឹមតែមួយប្រពេចភ្នែកមិនត្រឹមតែប៉ុណ្ណឹងនោះទេថែមទាំងបានបង្រៀនទៅកាន់អាវូថានេះគេហៅថាអូចំណែកនេះវិញគឺគេហៅថាការអាំងសាច់រួចក៏បានបន្ថែមនៅគ្រឿងផ្សំដើម្បីឲ្យវាកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់មុននឹងប្រគល់ទៅឲ្យអាវូក៏ប៉ុន្តែរំពេចនោះក៏ស្រាប់តែនាងក៏ទទួលបានអារម្មណ៍ថាមានវត្តមានរបស់សត្រូវបានមករកពួកគេដោយវាគឺជាទុនសាយដែលស៊ីសាច់ជាអាហារសូម្បីតែអាវូបើនៅកម្លាំងរបស់នាងលើកយកនៅដុំថ្មមួយយ៉ាងធំគប់សម្ដៅទៅកាន់ពួកវាក៏ប៉ុន្តែទុនសាយទាំងអស់នោះបែរជាអាចធ្វើការកំទេចដុំថ្មនោះបានយ៉ាងងាយមិនត្រឹមតែប៉ុណ្ណឹងនោះទេពួកវាថែមទាំងបានប្រើនៅថ្មីដ៏មុតស្រួយបំផ្លាញនៅការវាយប្រហាររបស់ឈិននេះក៏ប៉ុន្តែបន្ទាប់ពីបានបញ្ចេញនៅយន្តធម្មពលភ្លើងបាញ់នៅកម្លាំងធម្មពលទៅពួកវាក៏អាចធ្វើការបង្ក្រាបនៅហ្វូងទន្សាយនោះបានបន្ទាប់ពីបានឃើញអំពីសមត្ថភាពដ៏អស្ចារ្យរបស់ឈិននេះជាហេតុដែលធ្វើអាវូមានការពេញចិត្តក៏ដូចជាបានយកនៅសាច់អាំងរបស់នាងប្រគល់ទៅឲ្យឈិននេះដើម្បីបង្ហាញអំពីការពេញចិត្តរបស់នាងទៅកាន់ឈិននេះចំណែកតួឯករបស់យើងវិញមុនដំបូងចាត់ទុកនាងគឺជាមិត្តភក្តិក៏ប៉ុន្តែឥឡូវនេះក៏បានធ្វើការផ្លាស់ប្ដូរដោយចាត់
ទុកនាងគឺប្រៀបបីដូចជាកូនក្មេងដែលទើបតែរៀននិយាយដែលធ្វើឲ្យអាវុធមានការអៀនជាខ្លាំងចំពោះទង្វើដែលឈើនីងបានធ្វើមកលើនាងរួចក៏បានហក់ទៅអមឈើនីងយ៉ាងលឿនជាហេតុដែលបណ្ដាលឲ្យឈើនីងក៏បានប្រាប់ឲ្យកញ្ញាចាងឆេបង្រៀនគេអំពីភាសារបស់អាវុធដើម្បីឲ្យនាងឈប់អោបមកកាន់គេក៏ប៉ុន្តែកញ្ញាចាងឆេបែរជាបង្រៀននៅការនិយាយដែលមានអត្ថន័យផ្សេងទៅវិញដែលឲ្យឈើនីងនិយាយសរសើរទៅកាន់នាងថាគឺជាក្មេងល្អជាហេតុដែលធ្វើឲ្យឈើនីង江雀បើយើងកន្លែងមកមើលនៅកន្លែងផ្សេងមួយទៀតនេះវិញយើងក៏បានឃើញថាមានកុំកសម្ព័ន្ធមួយក្រុមកំពុងតែធ្វើការសាងសង់នៅរូបសំណាកដែលតំណាងឲ្យព្រះរបស់ពួកគេចំណែកអាវុធនិងឈើនីងក៏បានធ្វើដំណើរមកដល់ទីកន្លែងនេះផងដែរនាងមានការខឹងសម្បារទៅកាន់ពួកគេជាខ្លាំងដែលហ៊ានបំផ្លាញនៅរូបចម្លាក់ដែលតំណាងឲ្យនាងហើយយើងក៏បានដឹងថាកាលពីមុនអាវុធគឺជាព្រះរបស់ពួកគេដែលការពារនៅទីកន្លែងនេះក៏ប៉ុន្តែឥឡូវនេះដោយសារតែក្រុមកសម្ព័ន្ធរបស់គេមាននៅព្រះថ្មីដែលជាអ្នកការពារជាហេតុដែលធ្វើឲ្យពួកគេបំផ្លាញនៅរូបសំណាកចាស់កសាងនៅរូបសំណាកថ្មីហើយចាប់ពីថ្ងៃនេះតទៅអាវុធមិនមែនជាព្រះរបស់ពួកគេតទៅទៀតនោះទេដែលធ្វើឲ្យនាងកាន់តែមាននូវភាពខឹងសម្បារទៅកាន់ពួកគេកាន់តែខ្លាំងឡើងហើយក៏បានទៅវាយបំផ្លាញនៅរូបសំណាករបស់ពួកគេចោលជាហេតុដែលធ្វើឲ្យមនុស្សទាំងអស់នោះបើកការវាយប្រហារទៅកាន់អាវុធក៏ប៉ុន្តែពួកគេទាំងអស់គ្នាមិនមែនជាដៃគូរបស់នាងនោះទេចូលមុខមួយគឺទៀតមួយចូលមុខពីរគឺទៀតពីរចំណែកឯអាប៉ែកនេះវិញបែរជាទៅនាងខាំសម្លាប់នៅនឹងកន្លែងរួចក៏បានក្រហមឡើងកកំពុងពេញព្រៃដោយមើលឃើញសភាពការមិនល្អអាប៉ែកពីរនាក់នេះក៏បានដាក់មេប្រូចដើម្បីរាយការណ៍នៅរឿងទាំងអស់នេះទៅកាន់មេរបស់ពួកគេអាវុធវិញក៏បានដេញតាមពួកគេពីខាងក្រោយចំណែកកញ្ញាចាងឆេវិញក៏បានរកឃើញនៅដែននៃប្រព័ន្ធនៅលើដងខ្លួនរបស់ពួកគេជាហេតុដែលធ្វើឲ្យឈើនេះមានការចាប់អារម្មណ៍ចង់មើលព្រះរបស់ពួកគេគឺជាមនុស្សឬក៏បិសាចបុរសម្នាក់នេះមានឈ្មោះថាសុងជីជាមេកុលសម្ព័ន្ធខ្លាឃ្មុំព្រៃគេកំពុងរៀបចំពិធីទទួលព្រះថ្មីរបស់ពួកគេដោយមិនបានយូរប៉ុន្មានផងអាវុធក៏បានដេញតាមកូនចៅរបស់ពួកគេមកដល់ទីកន្លែងនេះព្រមទាំងបានវាយមនុស្សនៅទីកន្លែងនេះឡើងទមខ្លួនជាហេតុដែលធ្វើឲ្យសុងជីក៏បានស្នើសុំទៅកាន់ព្រះរបស់គេដើម្បីផ្ទេរនៅកម្លាំងធម្មពលមកកាន់ខ្លួនដើម្បីយកទៅសម្លាប់អាវុធរួចយើងក៏បានឃើញនៅដុំធម្មពលមួយក៏បានហោះចូលទៅខាងក្នុងខ្លួនរបស់សុងជីធ្វើឲ្យគេកើនឡើងនៅកម្លាំងធម្មពលយ៉ាងខ្លាំងក្លាដែលអាចវាយអាវុធឲ្យខ្ទាតទៅខាងក្រោយវិញបានចំណែកកូនចៅរបស់គេវិញបានហូរជាខ្លាំងអាវុធរៀបនឹងសម្រុកចូលទៅម្ដងទៀតទៅហើយក៏ប៉ុន្តែក៏ទៅបានឈើនីងហាមឃាត់ដោយរឿងកំពេចកំពុកអង្គកំពុងបែបនេះដោយគ្រាន់តែប្រើនៅម្រាមដៃមួយក៏អាចធ្វើឲ្យគេសន្លប់បានដែររួចក៏បានដាក់នៅសម្ពាធទៅកាន់កូនចៅរបស់សុងជីជាហេតុដែលធ្វើឲ្យពួកគេមិនអាចសូម្បីតែកំរើខ្លួនកញ្ញាជាងឆេក៏បានពិនិត្យឃើញថានៅលើខ្លួនរបស់សុងជីមិនត្រឹមតែមាននៅដែននៃប្រព័ន្ធកម្រិតទាបនោះទេក៏ប៉ុន្តែមាននៅដែននៃប្រព័ន្ធកម្រិតខ្ពស់មួយទៀតរួចវាក៏បានរត់ចូលទៅខាងក្នុងវិញយ៉ាងលឿនជាហេតុដែលធ្វើឲ្យឈើនេះក៏បានបញ្ចេញនៅយន្តធម្មពលផ្ទះបាញ់ទៅកាន់មនុស្សដែលនៅខាងក្នុងហើយយើងក៏បានឃើញថាអ្នកដែលទាចេញមកគឺជាព្រឹទ្ធាចារ្យទី8សូម្បីតែឈើនេះក៏មាននៅការភ្ញាក់ផ្អើលចំពោះគេជាខ្លាំងបន្ទាប់ពីបានអញ្ជើញឈើនេះឲ្យចូលមកដល់ខាងក្នុងគាត់បាននិយាយរៀបរាប់យ៉ាងច្រើនដែលឈើនេះបានមកជួយសង្គ្រោះគេដោយខ្ជិលស្ដាប់ការនិយាយសាមតប៉ាច្រើនឈើនេះក៏បានប្រាប់ឲ្យគាត់និយាយអំពីដើមតងដែលនាំគេមកទីកន្លែងនេះដោយមុនដំបូងព្រឹទ្ធាចារ្យទី8ក៏កំពុងតែធ្វើដំណើរក៏ស្រាប់តែមាននៅខ្យល់គួចមួយបានបកគាត់មកដល់ទីកន្លែងនេះហើយក៏ទៅបានសុងជីដែលជាមេកុលសម្ព័ន្ធខ្លាឃ្មុំព្រៃចាប់បានក៏ប៉ុន្តែដោយសារតែខ្លួនគេមាននៅបល្ល័ង្កទី2ដែលលោកមេប៉ាបកលឲ្យជាហេតុដែលធ្វើឲ្យគាត់បានរំដោះខ្លួនរួចមិនត្រឹមតែប៉ុណ្ណឹងនោះទេព្រឹទ្ធាចារ្យទី8បានខកពួកគេដែលធ្វើឲ្យខ្លួនគាត់ខ្លាយទៅជាព្រះនៅទីកន្លែងនេះចំណែកឈើនេះក៏បាននិយាយទៅកាន់បំណែកនៃប្រព័ន្ធឬក៏ជាបល្ល័ង្កទី2ហ្នឹងថាវាគឺពិតជាល្អខ្លាំងណាស់ដែលវាបែរជាអាចធ្វើបែបនេះបានរួចបល្ល័ង្កទី2ហ្នឹងក៏បានបញ្យល់ទៅកាន់ឈើនេះថាខ្លួនវាអាចចូលទៅខាងក្នុងខ្លួនរបស់ពួកគេបានដោយសារតែពួកគេមាននៅរាងកាយដែលផ្សំជាមួយនឹងប្រព័ន្ធហើយដោយសារដែននៃប្រព័ន្ធនៅលើដងខ្លួនរបស់ពួកគេមានសភាពព្រាលជាហេតុដែលធ្វើឲ្យគេមិនអាចសន្និដ្ឋានបានច្បាស់នោះទេថាវាគឺមានអាយុកាលប៉ុន្មានឆ្នាំក៏ប៉ុន្តែបើតាមការសង្កេតរបស់គេវាប្រហែលជាមានអាយុកាល 10000 ឆ្នាំមុនជាហេតុដែលធ្វើឲ្យកញ្ញាជាងឆេះមានការភ្ញាក់ផ្អើលជាខ្លាំងដោយកំណប់ទ្ររបស់ឈើនេះដែលជាតារានេះនឹងមានអាយុកាលត្រឹមតែ1000ឆ្នាំមុនតែប៉ុណ្ណោះក៏ប៉ុន្តែដែននៃប្រព័ន្ធនេះបែរជាមានអាយុកាលដល់តែ 10000 ឆ្នាំមិនដឹងជាកាលពីមុនមាននៅរឿងកើតឡើងអ្វីខ្លះនោះទេនៅទីកន្លែងនេះហើយឈើនេះក៏បានឲ្យកញ្ញាជាងឆេះធ្វើការស្កេនទៅកាន់អាវុធម្ដងទៀតឲ្យបានមកចប់ដោយនាងមានកម្ពស់1ម៉ែត្រហុងទម្ងន់46គីឡូចំណែកឯប្រភេទឈាមវិញគឺជាប្រភេទឈាមអូក៏ប៉ុន្តែចម្លែកអីគឺនាងមិនមានព្រលឹងនោះទេពីទី61គេក៏បានបង្ហាញពីប្រហែលថ្ងៃមុនអមតៈណាអូលីពូវ័យនិងលោកគ្រូរបស់គេបានត្រឡប់មកកាន់វិមានដើមវិញលីពូវ័យមានការកោតសរសើរចំពោះឈើនេះជាខ្លាំងដែលគេអាចយល់ដឹងអំពីជំនាញដើ
វក៏ដូចជាចេតនាដាវរបស់គេមានភាពស៊ីជម្រៅក៏ដូចជាការយល់ដឹងរបស់គេបានយ៉ាងខ្ពង់ខ្ពស់ចំណែកលោកគ្រូរបស់គេវិញមានការខឹងទៅកាន់ឆានីជាខ្លាំងដែលគេបានបំផ្លាញនៅវិមានដាវរបស់គាត់បើទោះបីជាហានចងខំនិយាយប្រាប់ថានេះគ្រាន់តែជាវត្ថុខាងក្រៅខ្លួនក៏ដោយក៏ប៉ុន្តែត្រូវបានស្ដេចដាវថាប្រសិនបើគេមិនអាចធ្វើការជួសជុលវិមានដាវនៅថ្ងៃនេះបាននោះទេមិនចាំបាច់ដេញនោះទេព្រោះយើងបានឃើញអ្នកគុណនិយមអមតៈដាវចំនួន2នាក់កាលពីភាគទី58បានធ្វើដំណើរមកដល់បរិវេណរបស់ស្ដេចដាវគេមិនទាន់បង្ហាញនៅឈ្មោះរបស់អ្នកទាំងពីរនៅឡើយនោះទេដោយអ្នកទាំងពីរបាននិយាយពិភាក្សាគ្នាទាក់ទងជាមួយនឹងឆានីដែលគេបានបំផ្លាញនៅវិមានរបស់ស្ដេចដាវក៏ប៉ុន្តែមិនបានសម្លាប់គាត់នោះទេដែលធ្វើឲ្យបរិសអាវខ្មៅនឹងបានទាយថាឆានីគឺជាមនុស្សដែលមានជំនាញដាវដ៏អស្ចារ្យជាមួយនឹងស្នៀតដាវដ៏វៃផ្សៃនិងឆើតឆាយក៏ប៉ុន្តែបរិសឈុតសបែរជាមានការគិតផ្ទុយអំពីគេទៅវិញដោយការបញ្ចេញនៅស្នៀតដាវរបស់ឆានីមានលក្ខណៈទន់ភ្លន់ក៏ប៉ុន្តែស្នៀតដាវនីមួយៗមានភាពរឹងមាំព្រមទាំងមាននៅអំណាចថាមពលដ៏ខ្លាំងក្លាជាមួយនឹងកំណាព្យដែលពោរពេញទៅដោយមនោសញ្ចេតនាហើយគេប្រកាសជាស្ដេចដើមរូបដែលមានចិត្តត្រជាក់និងមិនខ្វល់ខ្វាយអំពីអ្នកដទៃព្រោះយើងក៏បានឮសំឡេងសើចពីចម្ងាយរបស់ស្ដេចដាវឈីសៀវដោយគាត់មិននឹកស្មានដល់ថាមានអមតៈដាវចំនួន2នាក់មកទីកន្លែងនេះចំណែកលីពូហ្វៃវិញក៏បានថាប្រសិនបើពួកគេទាំងពីរនាក់ចង់ធ្វើការប្រយុទ្ធគ្នាខ្លួនគេអាចកំដរបានដោយនេះក៏ជាផែនការរបស់ពួកគេទាំងពីរនាក់ដែរក៏ប៉ុន្តែឥឡូវនេះមានមនុស្សម្នាក់ដែលមានឈ្មោះថាឆិននីងបានធ្វើឲ្យពួកគេចាប់អារម្មណ៍ចង់សាកល្បងប្រយុទ្ធជាមួយនឹងគេដោយមើលឃើញថានេះគឺជាឱកាសល្អដែលធ្វើឲ្យស្ដេចដាវឈីសៀវប្រាប់អ្នកទាំងពីរថាប្រសិនបើចង់ជួបជាមួយនឹងឆិននីងគួរតែធ្វើដំណើរទៅកាន់ទិសឦសានដោយនៅទីកន្លែងនោះគឺជាតំបន់ភ្នំមួយលានរួចអ្នកទាំងពីរក៏បានធ្វើដំណើរចាកចេញទៅចំណែកឯស្ដេចដាវឈីសៀវវិញក៏បានគិតនៅក្នុងចិត្តតែម្នាក់ឯងថានេះគឺជាអំណោយដែលខ្លួនគាត់ជូនទៅកាន់ឆិននីងប្រឡេមកមើលកន្លែងឆិននីងនៅពេលបច្ចុប្បន្នមេក៏សម្ព័ន្ធខ្លាឃ្មុំព្រៃដែលជាសុងជីបានយកនៅម្ហូបដែលជាស្នាដៃរបស់កុលសម្ព័ន្ធគេទាំងមូលយកមកឲ្យពួកគេបើយើងមើលទៅកាន់ម្ហូបរបស់គេគឺសុទ្ធតែជាបន្លែជាហេតុដែលធ្វើឲ្យព្រឹត្តិការណ៍ទី8រអ៊ូរទាំជាខ្លាំងគេបែរជាយកម្ហូបអ្នកបួសយកមកឲ្យមេប៉ាសៀនឡុងសុងជីក៏បានបកស្រាយថាបន្លែទាំងអស់នេះគឺពោរពេញទៅដោយថាមពលវិញ្ញាណវាជួយធ្វើឲ្យយើងមាននៅកម្លាំងក៏ដូចជាធ្វើឲ្យសាច់ដុំកាន់តែមានភាពរឹងមាំចំណែកឆានីងវិញក៏ទទួលបាននៅបេសកកម្មថ្មីដែលតម្រូវឲ្យគេទៅស្វែងរកព្រឹទ្ធាចារ្យនៅក្នុងប៉ាដែលបានបាត់ខ្លួនចំណែកព្រឹទ្ធាចារ្យទី8មុននឹងចាកចេញក៏បានប្រាប់ទៅកាន់សុងជីឲ្យគេស្វែងរកមនុស្សស្រីដែលស្រស់ស្អាតស្លៀកសម្លៀកបំពាក់ពណ៌សនិងពណ៌ក្រហមដោយកន្លែងហ្នឹងគឺគេចង់និយាយសំដៅទៅកាន់កញ្ញាមីអឺនិងឆាងយូហើយស្វែងរកបរិសចំណាស់ដែលគួរឲ្យរំខានជាមួយនឹងមនុស្សល្ងីល្ងើដែលលើកបល្ល័ង្កនេះដោយបរិសចំណាស់គឺជាព្រឹទ្ធាចារ្យទី4ដែលជាព្រឹទ្ធាចារ្យឈីសៀវចំណែកឯមនុស្សល្ងីល្ងើនោះវិញគឺជាហានជាប់យើងក៏បានឃើញថាឆានីងកំពុងតែអង្គុយស្ទូចត្រីក៏ប៉ុន្តែឆ្ងល់ត្រង់ថាព្រឹទ្ធាចារ្យទី8និងអាវូបែរជានាំគ្នាដេញចាប់ត្រីនៅខាងក្នុងនោះកញ្ញាចាងឆេប្រាប់ទៅកាន់ឆានីងថាគេមិនគួរណាគិតច្រើននោះទេដោយអាវូខ្លួននេះមិនដឹងថាកាលពីមុនមានរឿងអ្វីកើតឡើងខ្លះនោះទេក៏ប៉ុន្តែឆានីងស្អប់នៅពេលដែលអ្វីៗបានចេញពីការគ្រប់គ្រងរបស់គេរៀបនឹងនិយាយបន្តទៀតទៅហើយក៏ប៉ុន្តែបន្ទាប់ពីបានឃើញនៅការស្លៀកពាក់របស់កញ្ញាចាងឆេដែលធ្វើឲ្យឆានីងទាំងនៅមួយកន្លែងរួចកញ្ញាចាងឆេក៏បានចូលទៅលេងទៅជាមួយនឹងអ្នកទាំងពីរយ៉ាងសប្បាយរីករាយហើយនាងក៏បាននិយាយទៅកាន់ឆានីងថាទោះបីជាប្រព័ន្ធសត្រូវមាននៅអំណាចខ្លាំងក្លាប៉ុណ្ណាក៏ដោយក៏វាមិនអាចទប់ទល់នឹងអ្វីៗទាំងអស់នៅក្នុងពិភពលោកនេះបានដែរនៅពេលយកបានមកដល់អ្នកទាំង3ក៏បានចាប់ផ្ដើមអាំងត្រីដោយត្រីទាំងអស់នេះគឺសុទ្ធសឹងតែជាត្រីកម្រហើយក៏បានប្រកួតទៅឲ្យឆានីងក៏ប៉ុន្តែក៏ត្រូវបានអាវូដណ្ដើមយកជាហេតុដែលបណ្ដាលឲ្យអ្នកទាំងពីរដណ្ដើមគ្នាពីពេញនឹងរួចឆានីងក៏បានសួរទៅកាន់ព្រឹទ្ធាចារ្យទី8ទាក់ទងជាមួយនឹងនិកាយនៅទីកន្លែងនេះបើទោះបីជានៅទីកន្លែងនេះដាច់ស្រយាលក៏ពិតមែនក៏ប៉ុន្តែវាគឺជាតំបន់ដ៏ធំទូលាយដែលពោរពេញទៅដោយនិកាយនិងសាសនាចម្លែកជាច្រើនរាប់មិនអស់ប្រលេមកមើលនៅកសម្ព័ន្ធខ្លាឃ្មុំព្រៃយើងក៏បានឃើញថាកូនចៅរបស់សុងជីក៏បាននាំយកនៅស្ត្រី2នាក់មកជួបគេដោយមនុស្សស្រីទាំង2នាក់នេះគឺជាអាយ៉ងដែលត្រូវបានបង្កើតឡើងដោយជ្រលងភ្នំលលីប្រលេងមើលទៅកាន់អ្នកទាំងពីរមានសម្រស់យ៉ាងគប់កែក៏ប៉ុន្តែសុងជីបែរជាថាអ្នកទាំងពីរមិនសូវស្អាតដូចជាព្រឹទ្ធាចារ្យទី8បាននិយាយរំពេញនោះក៏ស្រាប់តែកញ្ញាអែវសក៏បានចាក់ទៅកាន់សុងជីជាហេតុដែលបណ្ដាលឲ្យកូនចៅរបស់គេចាប់ផ្ដើមបើកការវិវហាទៅកាន់ពួកនាងក៏ប៉ុន្តែក៏ត្រូវបានកញ្ញាអែវក្រហមបំផ្ទុះនៅកម្លាំងថាមពលយ៉ាងខ្លាំងជាហេតុដែលបណ្ដាលពួកគេទៀតទៅបុកនឹងជញ្ជាំងចំណែកសុងជីមិនមែនជាដៃគូរបស់អ្នកទាំងពីរឡើយដោយមើលឃើញថាកូនចៅរបស់គេស្ថិតនៅក្នុងគ្រោះថ្នាក់សុងជីក៏បានបំផ្ទុះនៅកម្លាំងថាមពលយ៉ាងខ្លាំងដើម្បីបំបែកការវិវហារបស់កញ្ញាអែវសទៅជួយ
សង្គ្រោះកូនចៅរបស់គេក៏ប៉ុន្តែក៏ត្រូវបាននាងប្រើនៅយន្តធម្មពលជាច្រើនវាប្រហែលទៅកាន់សុងជីក៏ប៉ុន្តែគេនៅតែអាចធ្វើការទប់ទល់ជាប់ហើយក៏បានស្ទុះទៅយ៉ាងលឿនដើម្បីវាប្រហែលទៅកាន់កញ្ញាអាវក្រហមក៏ប៉ុន្តែក៏ត្រូវបានដាវរបស់កញ្ញាអាវសចោលទម្លូរាងកាយរបស់គេចំណែកកូនចៅរបស់សុងជីវិញក៏ត្រូវបានកញ្ញាអាវក្រហមសម្លាប់នៅនឹងកន្លែងហើយយើងក៏បានឮអ្នកទាំងពីរនិយាយថាដោយសារតែកុលសម្ព័ន្ធខ្លាឃ្មុំព្រៃបានផ្លាស់ប្ដូរជំនឿរបស់គេជាហេតុដែលត្រូវតែបំផ្លាញនៅកុលសម្ព័ន្ធទាំងមូលហើយអ្នកទាំងពីរក៏បានចាស់ចេញពីទីកន្លែងនេះចំណែកឯសុងជីវិញក៏បានដេកនៅនឹងកន្លែងចាប់ដើមពីភាគទី62យើងក៏បានឃើញថាឆានីងកំពុងតែធ្វើការហ្វឹកហាត់ក៏ប៉ុន្តែរំពេចនោះក៏ស្រាប់តែព្រឹត្តិការណ៍ទី8បានស្រេចពេញនឹងដោយសារតែគាត់បានយល់សពឃើញថាកញ្ញាមីអឺនិងឆាងយូបានមកសម្លាប់គេហើយព្រលឹងទី2ក៏បានចេញពីខាងក្នុងខ្លួនរបស់ព្រឹត្តិការណ៍ទី8ដោយវាក៏បានថាការយល់សពនេះដូចជាការពិតជាហេតុដែលធ្វើឲ្យវាក៏មានការភ័យខ្លាចបន្តិចដែរវាបានឃើញថាសុងជីដែលជាមេកុលសម្ព័ន្ធខ្លាឃ្មុំព្រៃក៏បានស្លាប់ដោយសារតែស្នាដៃនារី2នាក់ដែលមានសម្លៀកបំពាក់ពណ៌ក្រហមនិងពណ៌សចំណែកឯព្រឹត្តិការណ៍ទី8បន្ទាប់ពីបានដឹងខ្លួនឡើងមកវិញមានការស្លន់ស្លោជាខ្លាំងដោយស្មានមិនដល់ថាខ្លួនគាត់បែរជានៅរស់រានមានជីវិតមិនឲ្យនៅរស់មិនបើវាគ្រាន់តែជាសុបិនហើយគាត់ក៏បានទៅទូពិតប្រាប់ឆើនីងយ៉ាងលឿនថាកញ្ញាមីអឺនិងឆាងយូពោះតែចង់សម្រាប់គាត់បានផ្លាស់ប្ដូរនៅជំនាញក្បាច់គុណរបស់ពួកនាងដោយម្នាក់ប្រើនៅដាវហើយម្នាក់ទៀតបានប្រើនៅយន្តធម្មពលតាមការពិតព្រឹត្តិការណ៍ទី8មិនបានដេកយល់សពឃើញកញ្ញាមីអឺនិងឆាងយូនោះទេក៏ប៉ុន្តែឃើញនៅនារីពីរនាក់ដែលមានសម្លៀកបំពាក់ដូចជាពួកនាងជាហេតុដែលធ្វើឲ្យគាត់មានការយល់ច្រឡំហើយណាមួយគាត់មានទំនាក់ទំនងជាមួយនឹងបំណែកនៃប្រព័ន្ធដោយយើងគឺបានដឹងរួចមកហើយការពិភាក្សាទី60ក៏សម្ព័ន្ធនៃខ្លាឃ្មុំព្រៃមានរាងកាយផ្សំជាមួយនឹងប្រព័ន្ធហើយបំណែកនៃប្រព័ន្ធដែលជាព្រលឹងទី2របស់ព្រឹត្តិការណ៍ទី8បានដាក់ដាននៃសញ្ញានៅលើខ្លួនរបស់សុងជីជាហេតុដែលធ្វើឲ្យបំណែកនៃប្រព័ន្ធហ្នឹងគឺបានដឹងថាមានរឿងកើតឡើងចំពោះកុលសម្ព័ន្ធខ្លាឃ្មុំព្រៃរួចព្រឹត្តិការណ៍ទី8ក៏បានបំលែងការមើលឃើញរបស់គេទៅជាសុបិនក៏ប៉ុន្តែដោយសារតែនៅលើខ្លួនរបស់កុលសម្ព័ន្ធខ្លាឃ្មុំព្រៃហ្នឹងគឺមាននៅដាននៃប្រព័ន្ធស្ដាងពេកជាហេតុដែលធ្វើឲ្យព្រឹត្តិការណ៍ទី8មានការយល់ច្រឡំក៏ដូចជាបំណែកនៃប្រព័ន្ធហ្នឹងមើលនៅរូបរាងរបស់ពួកនាងមិនសូវច្បាស់យើងមើលសាច់រឿងតក៏បានឃើញថាគាត់ប្រហែលជាមាននៅសមត្ថភាពថ្មីដែលអាចមើលឃើញអំពីអនាគតដែលធ្វើឲ្យឆានីងឡើងក្រវីក្បាលហើយរួចគាត់ក៏បានលួចជង្គង់អង្វរឲ្យឆានីងនៅពេលដែលជួបកញ្ញាមីអឺនិងឆាងយូនៅពេលក្រោយលោកមេប៉ាទៅតែជួយការពារគេបន្ទាប់ពីមានការយល់ព្រមអំពីឆានីងគាត់ក៏បានទៅដេកវិញបើកញ្ញាជាងឆេននៅតែឆ្ងល់អំពីអ្នកទាំងពីរបែរជាមានលក្ខណៈសមស្របគ្នាយ៉ាងនេះដោយមួយគ្រាន់តែជាបំណែកនៃប្រព័ន្ធហើយមួយទៀតគ្រាន់តែជាមនុស្សធម្មតាតែម្នាក់ប៉ុណ្ណោះហើយនាងក៏បានឆ្លៀតគិតថាហាក់មើលទៅព្រឹត្តិការណ៍ទី8ប្រហែលជាមនុស្សដែលមានទេពកោសល្យមែនហើយឆើនីងក៏បានលន់មាត់ថាមើលទៅនៅទីកន្លែងនេះពិតជាមិនធម្មតានោះទេគេត្រូវតែបញ្ញាបញ្ញាជួបគ្នាជាមួយនឹងអ្នកទាំងអស់គ្នាវិញជាហេតុដែលធ្វើឲ្យចាងឆេឆ្លៀតមកសួរឆើនីងថាតើគេនឹងមីអឺជាងឬក៏កញ្ញាឆាងយូជាងចំណែកឆើនីងខ្ជិលឆ្លើយគ្រាន់តែប្រាប់ឲ្យនាងសារទេមើលថាខ្លួនគេគឺនឹកអ្នកណាជាងដែលធ្វើឲ្យកញ្ញាចាងឆេហ្នឹងគឺលែងចង់ដឹងហើយក្រឡេកមកមើលនៅកន្លែងមួយផ្សេងទៀតនេះវិញយើងក៏បានឃើញថាយូអ៊ីក៏បានជួបជាមួយនឹងបរិសុទ្ធ2នាក់ដោយនាងក៏បានសួរទៅកាន់ពួកគេថាតើបានជួបជាមួយនឹងឆើនីងដែរទេដោយអា2នាក់ហ្នឹងក៏បានថាពួកគេគឺបានជួបជាមួយនឹងឆើនីងដែរគេគឺជាមនុស្សស្រីជាហេតុដែលធ្វើឲ្យយូអ៊ីហ្នឹងក៏បានប្រកែកជាមួយនឹងពួកគេដោយឆើនីងគឺជាមនុស្សប្រុសនោះទេរួចបរិសុទ្ធ2នាក់ហ្នឹងក៏ចង់ចាប់ទៅកាន់យូអ៊ីក៏ប៉ុន្តែក៏ត្រូវបាននាងកិច្ចផុតរួចនាងក៏បានសើចសួរទៅកាន់មីអឺថាតើពួកគេទាំង2នាក់ហ្នឹងគឺជាមនុស្សបោកប្រាស់មែនទេបន្ទាប់ពីមីអឺបានបង្ហាញខ្លួនភ្លាមគឺមិនបាននិយាយច្រើននោះទេក៏បានទាញនៅខ្សែតិចវាយឲ្យ2នាក់ហ្នឹងឡើងដេកស្អាតហើយក៏បានថាឲ្យយូអ៊ីគ្រាន់តែមើលក៏ដឹងដែរថាបរិសុទ្ធ2នាក់ហ្នឹងគឺជាមនុស្សបោកប្រាស់ហើយនៅចាំបាច់បញ្ជាក់ធ្វើអីទៀតយូអ៊ីក៏បានលើកឡើងថានៅក្នុងមេរៀនដែលនាងបានរៀនគឺត្រូវតែចេះអត់ឱនឲ្យអ្នកដទៃប្រសិនបើគេនៅតែធ្វើរឿងដដែលមកកាន់នាងពួកគេនឹងទទួលបានការឆ្លើយតបទៅវិញយ៉ាងខូខូបើមីអឺគឺប្រកែកអ្នកខាងកាត់ន័យយល់ដោយខ្លួនឯងបើកាត់ន័យត្រូវគឺមិនអីនោះទេណាស់តែខុសពីការពិតទៅដោយលើកនេះចឹងក៏បាននិយាយប្រាប់ទៅកាន់យូអ៊ីថាការអត់ឱនដែលលោកមេប៉ាបាននិយាយគឺសំដៅទៅកាន់ការសម្លាប់សត្រូវព្រាមយូអ៊ីហ្នឹងគឺចង់ប្រកែកជាមួយនឹងមីអឺក៏ប៉ុន្តែក៏ត្រូវបាននាងថាឲ្យទៅវិញថាតើយូអ៊ីហ្នឹងគឺយល់អំពីលោកមេប៉ាច្រើនជាងនាងមែនដែរទេហើយក៏បានសម័យគិតទៅដល់នៅពេលដែលនេះបានជួបជាមួយនឹងលោកមេប៉ាវិញគាត់ប្រកាសជាសរសើរទៅកាន់ខ្លួននាងដែលយល់អំពីចិត្តរបស់ឆិននីងពុំតែបានយូអ៊ីដែរនោះទេដែលធ្វើឲ្យនាងក៏បានញ៉ាំពីការសម័យតែម្នាក់ឯងព្រោះអន្តរីស្លាប់នេះក៏បានរកឃើញអំពីទីកន្លែងរបស់ឆិននីងជាហេតុដែលបណ្ដាលឲ្យអ្នកទាំងពីរក៏បានធ្វើដំណើរទៅជួបជាមួយនឹងឆិននីងបើឆិននីងដែលកំពុងតែនៅក្នុងមនសិការរបស់គេនេះវិញកំពុងតែធ្វើការគិតតាក់ទងជាមួយនឹងហេតុការណ៍ដែលព្រឹត្តិការណ៍ទី8បានដេកយល់សពជាងឆេ
គ្រាន់តែប្រាប់ថាគេចាំបាច់គាត់ធ្វើអីដោយវាគ្រាន់តែជាការយល់សប្តិមួយតែប៉ុណ្ណោះក៏ប៉ុន្តែឈើនេះក៏បានថាការយល់សប្តិរបស់ពុទ្ធិចារ្យទី8គឺមានលក្ខណៈខុសប្លែកអំពីមនុស្សធម្មតាដូច្នេះហើយខ្លួនគេគឺត្រូវតែមានការប្រុងប្រយ័ត្ននៅពេលព្រឹកបានមកដល់យើងក៏បានឃើញថាមីអឺក៏បានស្រែកពីចម្ងាយបន្ទាប់ពីបានឃើញឈើនេះរួចក៏បានហោះចុះអំពីអន្ត្រីដើម្បីឲ្យឈើនេះទ្រនាងក៏ប៉ុន្តែអ្វីខុសអំពីការបំពឹងទោសរបស់នាងទាំងស្រុងដោយឈើនេះរៀបនឹងចាប់រមីអឺបានទៅហើយក៏ប៉ុន្តែក៏ទៅបានអាវុធមករារាំងដែលបណ្ដាលឲ្យមីអឺ甩的小怪物，坏了老娘们！ ដោយនៅក្នុងចិត្តរបស់មីអឺគឺខឹងជាខ្លាំងក៏ប៉ុន្តែសម្ដែងធ្វើដូចជាធម្មតាសួរទៅកាន់លោកមេប៉ាថាតម្នាក់ស្រីនេះគឺជាអ្នកណាបើពុទ្ធិចារ្យទី8នឹងគឺមិនដឹងជាភ័យដល់កម្រិតណានោះទេបន្ទាប់ពីបានឃើញមីអឺដោយសារតែគាត់នឹងគឺបានយល់សប្តិថាមីអឺនឹងគឺបានមកសម្លាប់គាត់ចំណែកមីអឺគ្រាន់តែត្រូវបានឈើនេះយកចិត្តទុកណាដែលធ្វើឲ្យនាងក៏ចាប់ដើមត្អូញត្អែចាប់ដើមភាគទី63យើងក៏បានឃើញថាអ្នកទាំងពីរក៏បានធ្វើដំណើរមកដល់តំបន់ភ្នំមួយលានដោយបរិយាសនេះគឺមានឈ្មោះថាវូអឺជាស្ដេចនៃដាវភ្លោះចំណែកបរិមម្នាក់ទៀតមានឈ្មោះថាសៀវឆាងធានជាស្ដេចដាវបិសាចពួកគេទាំងពីរនាក់ក៏បានធ្វើការសន្យាជាមួយនឹងគ្នាថានៅពេលដែលបានជួបជាមួយនឹងឈើនីងគឺមិនត្រូវប្រយុទ្ធគ្នាព្រមទាំងសួរឈើនីងតាក់ទងជាមួយនឹងស្នេហ៍វិជាគុណដាវរបស់គេនិងមិនត្រូវមានមិត្តភាពជាមួយនឹងឈើនីងតែម្នាក់ឯងនោះទេពូអឺក៏បានធ្វើការស្បត់សច្ចាជាមួយនឹងច្បាប់នៃឋានសួគ៌ប្រសិនបើគេក្បត់ជាមួយនឹងពាក្យសន្យានឹងត្រូវអន្ទះឋានសួគ៌ទាំង9បំផ្លាញคล้ายទៅជាផេះជាហេតុដែលធ្វើឲ្យឆាងធានយល់ព្រមទាំងស្ទាក់ស្ទើរដោយបរិយាសដែលជាវូអឺធ្វើដំណើរទៅទិសខាងកើតចំណែកឯឆាងធានធ្វើដំណើរទៅទិសខាងលិចមកមើលនៅកន្លែងឈើនេះវិញយើងក៏បានឃើញថាកញ្ញាមីអឺកំពុងតែធ្វើការរកនៅមធ្យោបាយដើម្បីបាននៅជាមួយនឹងឈើនេះតែ2នាក់ចំណែកឯពុទ្ធិចារ្យទី8កំពុងតែរាយការណ៍ប្រាប់ទៅកាន់ឈើនេះដោយនៅចម្ងាយ100ម៉ាយពីទីកន្លែងនេះមានមនុស្សចំនួន1981នាក់ដែលមានសូមបើកវងកញ្ចក់បន្តិចដោយចម្ងាយ1ម៉ាយហ្នឹងគឺស្មើនឹង 1.6 គីឡូម៉ែត្រអញ្ចឹង100ម៉ាយស្មើនឹង160គីឡូម៉ែត្របើកវងកញ្ចក់មកវិញហើយមានមនុស្សស្រីចំនួន1324នាក់ហើយមានមនុស្សស្រីតែ16នាក់តែប៉ុណ្ណោះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ខ្លាយទៅជាអ្នកបម្រើរបស់ឈើនីងជាហេតុដែលធ្វើឲ្យគេត្រាយថាឲ្យគាត់ជាខ្លាំងថាខ្លួនគេនឹងគឺចង់បានអ្នកបម្រើតាំងពីពេលណាព្រឹទ្ធាចារ្យទី8នេះប៉ិនគិតគូរឲ្យឈើនីងទៀតរួចមីអឺក៏បានមករាយការណ៍ប្រាប់ឈើនីងម្ដងដល់នាងបានបញ្ជូនឲ្យកូនចៅរបស់នាងធ្វើការស៊ើបអង្កេតហើយដែលធ្វើឲ្យឈើនីងក៏បានថាពួកគេនឹងធ្វើការសម្រាកនៅទីកន្លែងនេះពី3ថ្ងៃទៀតជាហេតុដែលធ្វើឲ្យមីអឺមានការសប្បាយចិត្តជាខ្លាំងរួចក៏បានទៅសាងសង់កន្លែងស្នាក់នៅឲ្យឈើនីងមុននឹងទៅនឹងក៏បាននាំព្រឹទ្ធាចារ្យទី8ទៅជាមួយគ្នាផងដែរព្រមទាំងបានធ្វើការសម្លុតទៅកាន់គាត់ថាមិនឲ្យព្រឹទ្ធាចារ្យទី8ស្វែងរកអ្នកបម្រើឲ្យទៅលោកមេប៉ាទៀតនោះទេមីអឺកំពុងតែប្រើនៅកម្លាំងធម្មពលរបស់នាងបំផ្លាញនៅភ្នំដើម្បីយកថ្មទៅសាងសង់ទីលំនៅហើយសុទ្ធតែនិយាយថាខ្លួនឯងនឹងគឺជាម្ចាស់ក្សត្រីដែលមានបញ្ញានិងកម្លាំងធម្មពលដ៏អស្ចារ្យចំណែកអ្នកដែលវេទនានោះគឺជាពុទ្ធិចារ្យទី8ជញ្ជូនថ្មទាំងអស់ហ្នឹងគឺទៅវិញទៅមកមិនត្រឹមតែប៉ុណ្ណឹងទេក៏ត្រូវបានមីអឺនឹងប្រើឲ្យគាត់ទៅកាប់ឈើបន្ថែមទៀតគ្រាន់តែធ្វើការសាងសង់នៅផ្ទះរួចរាល់ហើយភ្លាមដែលធ្វើឲ្យពុទ្ធិចារ្យទី8គឺទុតជង្គង់សន្លប់នៅខាងក្រៅបន្ទាប់ពីគាត់បានភ្ញាក់មកវិញដល់ចូលទៅខាងក្នុងក៏បានឃើញនៅសម្បត្តិដែលកញ្ញាមីអឺបានសរសេរទុកឲ្យគាត់នៅក្នុងសម្បត្តិហ្នឹងគឺបានប្រាប់គាត់ថានៅទិសពីយប់ចម្ងាយ100ម៉ាយមានសមាជិកប៉ាស៊ីឡុងនៅទីកន្លែងនោះប្រសិនបើពុទ្ធិចារ្យទី8រកឃើញលោកមេប៉ានឹងប្រគល់រង្វាន់ជូនគាត់គ្រាន់តែឮថាមានរង្វាន់ក៏បញ្ញាបញ្ញាចេញទៅយ៉ាងលឿនចំណែកយូអ៊ីវិញក៏ទៅបានមីអឺផ្លាស់ប្ដូរសៀវភៅអ្នកប្រាជ្ញទី1របស់ប៉ាទៅជាសៀវភៅបច្ចេកទេសសមបំផាន់ហើយក៏បាននិយាយទៅកាន់យូអ៊ីថាបើសិនបើនាងរៀននៅស្នេហ៍វិជ្ជាគុណនេះបានស្ទាត់ជំនាញប្រកបជាលោកមេប៉ាសប្បាយចិត្តជាមិនខានរៀបនឹងនិយាយបន្តទៀតទៅហើយក៏ប៉ុន្តែយូអ៊ីក៏បានចាចេញពីទីកន្លែងនេះដើម្បីរៀននៅបច្ចេកទេសថ្មីហើយវាគួរតែដល់វេនរបស់អាវុធម្ដងហើយបន្ទាប់ពីបញ្ឆោតអាវុធឲ្យចេញមកខាងក្រៅមីអឺក៏បានយកអាហារធ្វើជានុយតែប៉ុណ្ណឹងលីងអឺគឺបានដៃគូជាមួយនឹងអាវុធវិញគឺឃើញអាហារមិនបាននោះទេបន្ទាប់ពីអាវុធបានឃើញអាហារជាច្រើននៅលើខ្នងអន្ត្រីស្លាប់មានបែបនេះជាហេតុដែលធ្វើឲ្យនាងក៏បានទៅយ៉ាងលឿនវាក៏ជាឱកាសសម្រាប់ឲ្យមីអឺបញ្ជានៅអន្ត្រីស្លាប់មានហោះនាំអាវុធទៅលើអាកាសប្រសិនបើមិនទាន់ដល់ពាក់កណ្ដាលយប់នោះទេ
ទេគឺមិនចាំបាច់ត្រឡប់មកវិញនោះទេបើអាវុធវិញគឺខ្លាចខ្ពស់ដើមតានាងគឺស្រែកពេញនឹងចំណែកមីអឺវិញឆ្លៀតប្រាប់ទៅកាន់អាវុធទៀតថាបើសិនបើនាងខ្លាចខ្ពស់គឺត្រូវតែហ៊ានប្រឈមមុខជាមួយនឹងវាដើម្បីអាចជំនះនូវភាពភ័យខ្លាចបាននៅទីបំផុតវាខ្លាចទៅជាឱកាសដ៏ល្អសម្រាប់ឲ្យមីអឺនៅជាមួយនឹងឆានីងតែពីរនាក់រួចក៏បានរៀបចំសាច់ស្រាបង្អែមយកទៅឲ្យឆានីងមីអឺបើកទ្វារចូលទៅហើយក៏ប៉ុន្តែនាងមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានឃើញយូអ៊ីកំពុងតែនៅជាមួយនឹងឆានីងហើយមូលហេតុដែលយូអ៊ីមកដល់ទីកន្លែងនេះបានដោយសារតែនាងឮសូរសំឡេងផ្ទុះយ៉ាងខ្លាំងនៅតំបន់នេះចំណែកឆានីងវិញមិនបន្ទាប់ពីមីអឺបានធ្វើការយ៉ាងលំបាកជាហេតុដែលធ្វើឲ្យគេមិនហ៊ានទៅរំខាននាងនោះទេសូម្បីតែព្រឹទ្ធាចារ្យទី8ក៏បាននាំហានចង់នឹងយូអ៊ីមកដល់ទីកន្លែងនេះផងដែរមូលហេតុដែលយូអ៊ីមកជាមួយនឹងព្រឹទ្ធាចារ្យទី8ដោយសារតែនាងបានអនុវត្តបច្ចេកទេសតាមដានដែលជាស្នៀតវិជ្ជាគុណសមមកបំផុតហើយក៏បានវង្វេងផ្លូវមិនអាចរកផ្លូវត្រឡប់មកវិញបានហើយបន្តិចក្រោយមកក៏ស្រាប់តែមន្ត្រីស្លាប់មាសរបស់មីអឺក៏បាននាំព្រឹទ្ធាចារ្យទី4មកដល់ទីកន្លែងនេះផងដែរចំណែកអាវុធវិញក៏បានរត់ទៅអោបឆានីងយ៉ាងលឿនព្រមទាំងបានខ្លួននាងចាប់ពីពេលនេះតទៅគឺលែងខ្លាចខ្ពស់ទៀតហើយបន្ទាប់ពីអ្នកទាំងអស់គ្នាបានមកជួបជុំគ្នាវិញជាហេតុដែលធ្វើឲ្យបេសកកម្មរបស់ឆានីងក៏ទទួលបាននូវភាពជោគជ័យរួចប្រព័ន្ធក៏បានដំឡើងកម្រិតរបស់គេពីកម្រិតទី3ទៅកម្រិតទី5នៃអាណាចក្រឋានសួគ៌ហើយក៏ទទួលបានរង្វាន់ដែលជាការដំឡើងនាវិជ្ជាគុណក្រញាំដៃចោលលំហទៅជាស្នៀតក្រញាំដៃមាសដោយនៅដៃខាងស្ដាំគឺជាក្រញាំដៃចោលលំហចំណែកឯនៅដៃខាងឆ្វេងគឺជាក្រញាំដៃមាសដោយមើលឃើញថាមានអាមួយតូចអាមួយធំបែបនេះគេក៏ចង់ទាមទារឲ្យកញ្ញាជាងឆេនឹងដំឡើងនាងក៏ញ៉ាំដៃចោលលំហឲ្យមានទំហំស្មើនឹងប្រញាំដៃមាសក៏ប៉ុន្តែនាងគ្រាន់តែថាប្រព័ន្ធគឺមិនបានផ្ដល់នូវរង្វាន់អ្វីផ្សេងទៀតនោះទេនៅខាងក្រៅនេះវិញអ្នកទាំងអស់គ្នាកំពុងតែសួរសុខទុក្ខទៅកាន់ឆានីងព្រមទាំងរៀបរាប់នៅដំណើរតាមផ្លូវដែលពួកគេបានជួបដោយទុកឲ្យកញ្ញាមីអឺកំពុងតែនៅអន់ចិននៅខាងក្រៅតែម្នាក់ឯងដោយមើលឃើញបែបនេះឆានីងក៏បានរកនាងជួយលួងលោមក៏ដូចជាអរគុណដែលខិតខំយ៉ាងលំបាកដើម្បីស្វែងរកអ្នកទាំងអស់គ្នាឲ្យមកជួបជុំគ្នាវិញបន្ទាប់ពីបានឮបែបនេះដែលធ្វើឲ្យមីអឺក៏ចាប់ផ្ដើមសប្បាយចិត្តឡើងមកវិញនិងបានកែប្រែស្ថានភាពដោយយកសាច់ស្រាបង្អែមទាំងអស់ហ្នឹងធ្វើជាពិធីជប់លៀងអបអរដែលពួកគេទាំងអស់គ្នាបានមកជួបជុំគ្នាវិញហើយសាច់រឿងរបស់យើងក៏បានបញ្ចប់នៅត្រឹមតែប៉ុណ្ណឹងសម្រាប់អ្នកមកថ្មីកុំភ្លេចធ្វើការជួយចុច Subscribe Like បើកសញ្ញារូបកណ្ដឹងដើម្បីទទួលបានការជូនដំណឹងភាពបន្តទៀតអរគុណច្រើនបាយបាយ